គេធ្លាប់បានឮចាស់និទានប្រាប់ថាបើឮឆ្កែលូឬព្រុសនៅពេលកណ្ដាលអាធ្រាត្រស្ងាត់នៅភូមិណាស្រុកណាដែលក្រៅអំពីក្រុងព្រោះពុំសូវមានមនុស្សកុះកក្នុងពេលយប់ស្រុកភូមិនោះច្រើនកើតជំងឺពុំសូវបានសេចក្តីសុខទេត្បិតខ្មោចបិសាចវាដើររាតត្បាតធ្វើឲ្យមនុស្សឈឺចាប់សឹងតែគ្រប់គ្នាព្រោះឆ្កែមើលឃើញខ្មោចហេតុភេទនេះមានដំណើរចាស់ថាឆ្កែមើលឃើញខ្មោចនោះអាស្រ័យដល់រឿងដើមថាយូរយារណាស់មកហើយមានបុរសម្នាក់ដើរទៅមើលគេលៀងមេមត់ប៉ុន្តែមិនបានប្រកាសឈ្មោះបុរសនោះដើរក្បែរដីទួលមួយដែលមានព្រៃសុកទ្រប់គេកប់ខ្មោចក្នុងព្រៃនោះជាច្រើនលុះដល់ទន្ទឹមព្រៃនោះមានខ្មោចស្រែកហៅគាត់ថាពូផ្ដាំទៅប្រាប់ប្រពន្ធឲ្យមកផងបុរសនោះមិនចេះខ្លាចខ្មោចទេគាត់ដឹងថាខ្មោចហៅពិតណាស់ប៉ុន្តែគាត់ធ្វើប្រងើយហើយឆ្លើយទៅវិញថាប្រពន្ធឯងនៅឯណាខ្មោចឆ្លើយមកវិញថាប្រពន្ធខ្ញុំនៅឯផ្ទះគេលៀងអារក្សឯនោះបុរសឮហើយសួរទៅវិញថាចុះឯងឲ្យអញប្រាប់មិនបានបើអញមើលប្រពន្ធឯងមិនឃើញនោះក្នុងពេលនោះខ្មោចក៏ឲ្យប្រទាលប្រហោងគឺថ្នាំសម្រាប់មើលខ្មោចឃើញទាំងអស់ខ្មោចឲ្យប្រទាលនោះទៅហើយប្រាប់ទាំងឈ្មោះប្រពន្ធវាផងបុរសនោះកាលបើបានប្រទាលប្រហោងនោះហើយមើលឃើញខ្មោចនៅពេញតែព្រៃគាត់ចេះតែដើរទៅគ្មានភិតភ័យខ្លាចអ្វីឡើយគាត់ដើរតម្រង់ទៅផ្ទះណាគេលៀងអារក្សលុះដល់ផ្ទះនោះហើយគាត់ឃើញខ្មោចស្រីកំពុងស៊ីពេលសំណែនដែលសែននៅពោពេញជាច្រើនគ្នាណាស់បុរសនោះស្រែកហៅទៅតាមឈ្មោះដែលប្តីវាផ្ដាំមកហើយបោយដៃហៅចំពីមុខនិយាយថាប្តីហងឲ្យទៅឲ្យឆាប់ព្រោះកូនយំខ្លាំងណាស់ខ្មោចនឹកឆ្ងល់ថាមិនក៏បុរសនោះមើលឃើញអញទើបដើរសម្ដៅទៅហើយសួរថាចុះនេះឯងមិនក៏មើលយើងឃើញបុរសនោះក៏បង្ហាញប្រទាលប្រហោងហើយឆ្លើយថានេះជាប្រទាលដែលប្តីហងឲ្យអញបានជាអញឃើញខ្មោចនោះគ្រាន់តែឃើញប្រទាលនោះភ្លាមស្ទុះទៅដណ្ដើមយកប៉ុន្តែបុរសនោះពុំព្រមឲ្យក៏មានការប្រវាយប្រតប់គ្នាដណ្ដើមប្រទាលប្រហោងនោះបុរសចេះតែស្រែកហៅឲ្យគេឯងជួយប៉ុន្តែអ្នកទាំងអស់មើលទៅពុំឃើញប្រយុទ្ធជាមួយនរណាសោះឃើញតែស្ទុះស្តាតតែម្នាក់ឯងម្លោះហើយគេនាំគ្នាទៅជាស្រឡំកាំងរកជួយមិនកើតលុះប្រវាយប្រតប់គ្នាអស់មួយសន្ទុះធំបុរសក៏ចង់រសាយដៃក៏របូតប្រទាលនោះពីដៃទៅខ្មោចស្ទុះប្រងរើសយកតែពេលនោះឆ្កែឃើញភ្លាមស្ទុះផ្លែតមកត្របាក់លេបចូលទៅក្នុងពុះបាត់ទៅហេតុនេះហើយបានជាឆ្កែមើលខ្មោចឃើញដោយសារមានរឿងនិទានយ៉ាងនេះបានជាមានជំនឿថាឆ្កែវាមើលខ្មោចឃើញបើឆ្កែព្រុសលូក្នុងពេលយប់ព្រោះវាឃើញខ្មោចដើរមួយវិញទៀតមានមនុស្សច្រើនណាស់ដែលនៅជឿជាក់ខំស្វែងរកប្រទាលប្រហោងដើម្បីយកមកប្រើការស័ក្តិសិទ្ធិផ្សេង